อภิธรรมนี่មានអត្ថាជាធម៌ដល់ក្រៃលែងធម៌ក្រៃលែងណាអភិហ្នឹងមកពីធំធម្មៈគឺធម៌សភាវៈធម៌ដល់ក្រៃលែងមានកពីមួយឈ្មោះថាអភិធម្មមត្ថសង្ឃៈគឺជាធម៌ដល់ក្រៃលែងឬក៏ថាការប្រមូលរៀបរៀងនៅធម៌សង្ខេបរបស់អភិធម្មនឹងគឺជាឈ្មោះនៃទីពីរមួយដែលព្រះអនុរុទ្ធិចារ្យលោកបានរៀបរៀងឡើងយើងនឹងត្រូវសិក្សាតទៅនៅក្នុងព្រះអភិធម្មនឹងតាមគម្ពីរអភិធម្មមត្ថសង្ឃៈនឹងឯងយើងសិក្សាហើយនឹងពន្យល់ខ្លះទៅនៅក្នុងធម្មសង្កណីឬក៏អត្ថកថារបស់ធម្មសង្កណីមានអត្ថសាលនីជាដើមនឹងចឹងទៅសិក្សាតទៅហើយនៅក្នុងគ្រាកាលនេះពុទ្ធបរិស័ទយើងទាំងអស់គ្នាបានមើលមេរៀននឹងមួយសន្លឹកនឹងហើយនេះគឺជាការសិក្សាថ្ងៃដំបូងឲ្យបានចេះចាំចឹងទៅណាទេណាដូចជាសិក្សាអំពីសាគរ4យ៉ាងអត្ថនៃត្រៃបិដកអីចឹងទៅអត្ថរបស់ព្រះវិន័យកសោតនិងព្រះអភិធម្មហើយរៀនចាំទៅក៏ល្អហើយបើអត់ចាំទេក៏អត់ថាអីដែរនឹងមានថាអីទេហើយបើចាំទៅក៏អត់មានយកទៅប្រឡងឈ្នះចាញ់ឯណាដែរហើយក៏អត់មានកន្លែងការងារឲ្យធ្វើទៅទៀតពីទៅរៀនបកកែឲ្យកន្លែងការងារកាន់អอฟហ្វិសមួយថាទៅកាន់កិច្ចការងារកាន់ខាងកុំព្យូទ័រមួយប្រាក់ខែ$200គ្រប់ចេះអភិធម្មច្រើនអីគ្មានផ្លូវទេចឹងហើយបានជាអ្នកមករៀនតិចនោះគេរៀនផ្សេងពីហ្នឹងគាត់តែគេរៀនភាសាវៀតណាមក៏ចេះបកប្រែវៀតណាមបានលុយចាយដែររៀនអភិធម្មចេះហើយនឹងយកទៅបកឲ្យណាទេមានសេចក្តីជ្រះថ្លាបានចំណេះដឹងនៅក្នុងព្រះធម៌បន្តិចបន្តួចដើម្បីនឹងបង្ហាត់បង្រៀនសម្ដែងទៅតាមការចេះដឹងខ្លះប្រសិនបើមានការសិក្សាឬក៏សម្ដែងទៅមានការខ្វះខាតដោយប្រការណាក៏សូមឲ្យកតាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់និងញាតិញោមទាំងណាអធិស្ឋានអភ័យទោសគ្រប់បែបយ៉ាងប្រសិនបើមានការភ្លៀងផ្លាត់ដោយប្រការណានោះខ្ញុំកតាខ្ញុំបាទត្រៀមចិត្តត្រៀមត្រចៀកដើម្បីនឹងស្ដាប់នៅការណែនាំក៏ដូចជាការរិះគន់ដើម្បីស្ថាបនាកែលម្អដើម្បីបាននៅប្រយោជន៍តទៅនឹងនៅក្នុងការសិក្សាព្រះអភិធម្មពុទ្ធបរិស័ទក៏បានដឹងហើយអភិធម្មនេះជាធម៌មានជម្រៅជ្រៅអ្នកណាដែលសិក្សាគឺអ្នកនឹងមានឧបនិស្ស័យគង់ខ្ពស់ណាស់យ៉ាងទៀតព្រះធម៌ព្រះអភិធម្មនេះតាមនិទាននៅក្នុងអភិធម្មគឺមានការសម្ដែងឡើងកើតឡើងសម្ដែងឡើងនៅឯនាឋានតាវតឹងឯណោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងនៅនាឋានតាវតឹងប្រោសដល់ពុទ្ធមេត្តានិងពពួកទេវតាទាំងឡាយទាំងពួងដែលបានមកស្ដាប់នៅព្រះអភិ